ឃើញតុក្កតានឹកដល់កាលវ័យកុមារភាពតើប្រិមិត្តយើងធ្លាប់ចែករំលែកតុក្កតាទៅកាន់មិត្តដទៃទៀតលេងដែរទេកាលនៅកុមារពីអារម្មណ៍ពិតរបស់ខ្ញុំនៅពេលដំណើរកម្សាន្តថ្ងៃចុងសប្តាហ៍នៅមុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញខ្ញុំតែងតែឃើញបងប្អូនប្រជាពលរដ្ឋកម្ពុជាដែលជាអ្នកលក់ដូរនៅខាងមុខព្រះបរមរាជវាំងបង្ហាញទឹកមុខញញឹមញញែមនិងសម្ដីទន់ភ្លន់រួសរាយរាក់ទាក់គួរឲ្យចង់ចូលទិញនៅទំនិញរបស់ពួកគាត់តាមរូបរាងរបស់តុក្កតារចនាបថដ៏ប៉ិនប្រសប់របស់អ្នកផលិតពិតជាគួរឲ្យសរសើរចំពោះថ្វីដៃនិងទេពកោសល្យដែលបានរំលេចរូបរាងតុក្កតាតូចៗទាំងនោះឡើងនៅពេលដែលយើងបានមើលដោយភ្នែកទទេនៅទីតាំងដែលបានដាក់លក់ផ្ទាល់យើងនឹងឃើញពីសកម្មភាពតុក្កតាដែលបានបញ្ជាដោយឧបករណ៍តេឡេពីម្ចាស់អាជីវកម្មខ្នាតតូចមួយនេះដោយវត្ថុគ្មានចលនាប្រែទៅជាមានចលនារស់រវើកនិងគួរឲ្យស្រឡាញ់បញ្ចូលដាក់លក់នៅលើការ៉ូឡាខាងមុខព្រះបរមរាជវាំងតុក្កតាមានច្រើនបែបច្រើនសន្តានដែលបង្ហាញសម្រាប់ទាញចំណាប់អារម្មណ៍កុមារដែលបានទៅលេងកម្សាន្តនៅទីនោះសម្រាប់តុក្កតានេះខ្ញុំក៏ដូចជាកុមារដទៃទៀតអញ្ចឹងដែរគឺកាលវ័យអាយុទើបតែ7ទៅ9ឆ្នាំខ្ញុំតែងតែសុំលុយម្ដាយដើម្បីទិញតុក្កតាលេងជាមួយប្អូនៗនិងមិត្តភ័ក្តិដែលបានរៀននៅបឋមសិក្សាជាមួយពិតណាស់តុក្កតានេះវាបានធ្វើឲ្យអារម្មណ៍កាលពីកុមារភាពរបស់ខ្ញុំនិងបងប្អូនរបស់ខ្ញុំសប្បាយរីករាយជាមួយកាយវិការនិងចលនាបញ្ជារបស់តេឡេចុះសម្រាប់ប្រិយមិត្តវិញតើធ្លាប់សុំលុយម្ដាយទិញតុក្កតាលេងដែរទេកាលនៅវ័យកុមារភាពហើយធ្លាប់លេងជាមួយបងប្អូនដែរទេ